สุดใดเน็ตออกนี้ท่านี้ខ្ញុំមានមេរៀនមួយទាក់ទងទៅនឹងការប្រើប្រាស់ Pass App តើយើងគួរប្រើប្រាស់ Pass App បែបណាដើម្បីប្រើប្រាស់ Pass App បានយើងត្រូវមានទូរស័ព្ទដៃហើយចូលទៅកាន់ Play Store នេះ Play Store បងប្អូនអរគ្នាចូលទៅកាន់ Play Store ហើយវាលុតអញ្ចឹងដោយសារតែខ្ញុំធ្លាប់ទៅសេវាតែយើងមកវាយពាក្យថា Pass App កាលនេះ Pass App យើងវាយចូលមកនេះមកកន្លែងនេះយើងឃើញ logo របស់ Pass App ហើយអូខេដល់កន្លែងនេះយើងចុចលើវាមួយហើយយើងអូសមើលយើងមើលពីរបៀបប្រើប្រាស់របស់គេបន្ទាប់មកយើងមើលហើយបងប្អូនអរគ្នាអាចចុចលើ install ដើម្បី download យកវាមកប្រើប្រាស់អូខេឥឡូវខ្ញុំចុច install ហើយដើម្បីយកវាមកប្រើប្រាស់ឥឡូវនេះវាកំពុងដំណើរការបងប្អូនអរគ្នាចាំតិចសិនទៅនៅពេលដែលដំណើរការអស់ហើយខ្ញុំនឹងប្រាប់ពីរបៀបនៃការប្រើប្រាស់ទាំងអស់គ្នាអូខេកន្លែងនេះវាជិតពេញហើយអូខេពេញមួយចំនួនភាគច្រើនបងប្អូនអរគ្នាប្រកាសជាដឹងហើយពីរបៀបនៃការប្រើប្រាស់ App Store នេះថាគេប្រើប្រាស់បែបណាប៉ុន្តែបងប្អូនមួយចំនួនក៏នៅមិនទាន់ច្បាស់ទាក់ទងទៅនឹងការប្រើប្រាស់ Pass App នេះតោះឥឡូវយើងចាំមើលវាដំណើរការហើយយើងនឹងទៅប្រើប្រាស់ទាំងអស់គ្នាអូខេកន្លែងនេះគឺវារួចរាល់វាមកកំពុងតែ scan នៅ virus អូខេយើងអត់បាច់ធ្វើអីទេកន្លែងនេះយើងចុចថយក្រោយមកយើងចុចចេញមកក្រៅអូខេចុចចេញមកក្រៅដូចខ្ញុំមកបន្ទាប់មកយើងមករក app ដែលយើងបាន download មិញ Pass App ហ្នឹងយើងចុចចូលមកអូខេហើយវានឹងកំពុងតែដំណើរការយើងកន្លែងនេះវាលោតចេញឲ្យយើង allow អនុញ្ញាតអូខេយើងចុចអនុញ្ញាតមកហើយចុចម្ដងទៀតមកចុចតាមខ្ញុំមកអូខេកន្លែងនេះវាកំពុងតែដំណើរការឥឡូវយើងត្រឹមចាំវាសិនអូខេកន្លែងនេះគឺជាចំណុចសំខាន់បងប្អូនអរគ្នាអាចដាក់លេខទូរស័ព្ទបងប្អូនអរគ្នាបានលេខទូរស័ព្ទដែលប្រើប្រាស់ឥឡូវខ្ញុំដាក់លេខទូរស័ព្ទខ្ញុំដែលខ្ញុំប្រើប្រាស់រាល់ថ្ងៃអូខេខ្ញុំដាក់លេខទូរស័ព្ទចូលបន្ទាប់មកយើងចុចនេះដើម្បីវាឲ្យលេខកូដអូខេកន្លែងនេះលេខកូដផ្ញើមកបើសិនជាផ្ញើមកយើងចុចកន្លែង allow វានឹងលោតលេខកូដឲ្យស្រាប់កន្លែងនេះខ្ញុំចុច allow អូខេលេខកូដឲ្យស្រាប់តមកវារួចរាល់ហើយនៅពេលដែលរួចរាល់ហើយឥឡូវយើងចូលទៅដល់របៀបនៃការ booking ការប្រើប្រាស់អូខេកន្លែងខ្ញុំឧទាហរណ៍មួយទាក់ទងទៅនឹងរមាក់ចុះអូខេយើងចុចកន្លែងរមាក់មកកង់3អូខេកន្លែងនេះយើងចុចលើកង់3ហើយអូខេវានឹងលោតចេញបែបនេះកន្លែងមួយនេះទីនេះវាគឺជាទីតាំងរបស់ខ្ញុំនេះខ្ញុំនៅកន្លែងនេះវាជាទីតាំងរបស់ខ្ញុំអូខេបន្តមកកន្លែង where to យើងចង់ទៅកន្លែងណាអូខេបើសិនជាយើងស្គាល់យើងដាក់វាចូលមកកន្លែងនេះយើងចុចលើវាដោយសារតែកន្លែងនេះខ្ញុំចង់ទៅអង្គរវត្តប្រាសាទអង្គរវត្តខ្ញុំចោះខ្ញុំវាយ enter name ចូលកន្លែងនេះប្រាសាទអង្គរវត្តអូខេហើយខ្ញុំចុច search កន្លែងនេះវាលោតឲ្យប្រាសាទអង្គរវត្តយើងចង់ទៅប្រាសាទអង្គរវត្តអូខេយើងចុចលើប្រាសាទអង្គរវត្តមួយមកកន្លែងនេះវានឹងប្រាប់ពីទិសដៅដែលយើងត្រូវទៅចម្ងាយដែលយើងត្រូវទៅប្រមាណហើយគិតជាទឹកប្រាក់អស់ប្រមាណកន្លែងនេះបន្ទាប់មកបងប្អូនចុចconfirm booking ទៅគេនឹងមកយកយើងដល់កន្លែងហើយអូខេវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាពុកម៉ែបងប្អូនអរគ្នាពេញចិត្តសូមជួយ subscribe follow like